ជំរាបសួរលោកគ្រូថ្ងៃហ្នឹងខ្ញុំមកបង្កើត request show username link and take 3 line and ជាមួយនឹងការ create mini line សម្រាប់នៅក្នុង terminal អញ្ចឹងជាដំបូងខ្ញុំវាយដើម្បី test IP ដែលយើងដឹងថាតែ IP របស់ខ្ញុំហ្នឹងគឺប្រមាណអញ្ចឹងខ្ញុំចូលនៅក្នុង CMD ដើម្បីវាយ SSH អញ្ចឹងខ្ញុំវាយ SSH manet add 192.168.123.129 ដក P 22ខ្ញុំសុំមើលបងម្ដងទៀតលោកគ្រូline ដក20ដក30អញ្ចឹងខ្ញុំវាយខុសលោកគ្រូខ្ញុំសុំវាយម្ដងទៀតវាយ SSH manet add 192.168.128.130 ដក P 20 P ហើយខ្ញុំវាយនឹង password របស់ខ្ញុំចូលទៅវានឹង load នៅ terminal ហើយខ្ញុំនឹងcreate line ដែល take line 3លោកគ្រូហើយខ្ញុំវាយដែលបញ្ជាក់របស់ខ្ញុំថារបស់ខ្ញុំសិន while list ls.lx/head ស្មើដក3លោកគ្រូហើយបន្ទាប់ខ្ញុំវាយ sudo text ហ្នឹងssh manet ឆ្លង ssh manet.txt ហើយបន្ទាប់មួយទៀតខ្ញុំវាយ sudo nano manet.txt គ្រូបាទហើយអានេះខ្ញុំបង្កើត nano ហ្នឹងគឺខ្ញុំវាយ number 1រហូតដល់ number 4លោកគ្រូដើម្បីយើងបង្កើតនៃ line 3លោកគ្រូអញ្ចឹងline 3ហើយយើងនឹងវាយបន្តទៀតលោកគ្រូជាមួយនឹង cat manet.txt head ដក3បាទលោកគ្រូអញ្ចឹងការរបស់ manet មានតែប៉ុណ្្នឹងទេអរគុណ